Vector Cambodia น้อมมกจูนโดยหนุมานไลเอติเจปอยกำลังบากากาโบเฟรนนโดដល់ពេលរបស់ក្រុម Checklin វិញម្ដង 6X មានសមាជិកចម្រុះគ្នាមើលទៅសុទ្ធតែបេក្ខជនឆ្នើមបេក្ខជន The Girls មុន Molika បេក្ខជន The Overs Lousy Game រិនសារ៉ាបេក្ខជន The Groups ក្រុមច័ន្ទឯកនិង Lina ក្រុម X2 Boys ក្រុម The Trinityក្នុងបេសកកម្មដ៏មានអត្ថន័យនេះកម្មវិធីបានអញ្ជើញលោកគ្រូឆោមសំអល់ជីវរៈសិល្បករបុរាណដ៏មានកិត្តិយសចូលរួមជាគណៈកម្មការពិសេសលោកគ្រូនឹងរួមដំណើរជាមួយ Checklin សម្រាប់វគ្គចាឆាវនេះចាលោកគ្រូហើយក្នុងថ្ងៃនេះតតែម្ដងគឺជាការជំរុះវគ្គចាឆាវហ្នឹងគឺវគ្គជំរុះបេក្ខជនរបស់នាងខ្ញុំហើយ6នាក់យើងជ្រើសរើសយកតែប្រហែលនាក់ឲ្យទៅវគ្គ live show អញ្ចឹងអង្គុយសិនលោកគ្រូអរគុណចាលោកគ្រូចាថ្ងៃនេះនាងខ្ញុំពិតជាមានកិត្តិយសដែលលោកគ្រូបានចូលរួមជាមួយនាងខ្ញុំហើយបន្តិចទៀតហ្នឹងគឺកូនក្រុមនាងខ្ញុំនឹងបញ្ចេញសមត្ថភាពបងប្អូនមួយចំនួនបានស្គាល់លោកគ្រូហើយលោកគ្រូឆំសំអល់ចាឥឡូវក៏សូមលោកគ្រូដាក់មក clear ដើម្បីឲ្យគេហៅថាកម្ដៅបរិយាកាសអត់តែគេហៅថាចាប់ផ្ដើមទៅមានអារម្មណ៍ឌូតមែនតើណាលោកគ្រូចាបាទអរគុណលីនអញ្ចឹងជូនតាមតំណពោចាលោកគ្រូចាអញ្ចឹងចម្រៀងនេះគឺយើងចង់និយាយពីរឿងវាចំនឹងទីធ្លាអញ្ចឹងហើយខ្ញុំវាផ្នែកខាងបុរាណអញ្ចឹងផងចាលោកគ្រូយើងលើកយកបុរាណដើម្បីយកមកច្រៀងអញ្ចឹងយើងច្រៀងបទស្រីសសំពូងជាបទប្រភេទប្រពៃណីភ្លេងការលោកគ្រូចាលោកគ្រូជើញចាអញ្ចឹងលោកគ្រូចាស្រីសងអើយសំពងអើយចេញពីក្នុងរោងញាក់ញក់អើយអត់ទៅណាដៃឆ្វេងកាន់ថ្នាំដៃស្ដាំអើយចុះកាន់ស្លាអើយអូនរៀងញាក់ញក់អត់ទៅណាញាក់ញក់ទៅណាហុចស្លាចុះឲ្យបងអូនអើយអូនហុចស្លាអើយចុះឲ្យបងអូយព្រោះណាលោកគ្រូចាពិតជាស័ក្តិសមជាពិសេសក្នុងបរិយាកាសបែបនេះស្ដាប់មកលលងលលោចមែនតើគឺពិតជាចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍មែនតើចាហើយថ្ងៃនេះបេក្ខជននាងខ្ញុំពិតជាមានកិត្តិយសហើយក៏មានគេហៅថាមានសំណាងដែលបានលោកគ្រូអញ្ជើញចូលរួមបន្តិចទៀតនៅពេលដែលគាត់បង្ហាញសមត្ថភាពក៏សូមមានការ comment ពីលោកគ្រូខ្លះៗដែរព្រោះមែនតើទៅពួកគាត់សិតតែជាគេហៅថាសិល្បករគេហៅថាក្មេងចំនួនក្រោយដែលយុវជនចំនួនក្រោយដែលគាត់ចង់សិក្សារៀនសូត្រណាស់ហើយយើងក៏បញ្ជ្រាបជាមួយនឹងឧបករណ៍ភ្លេងខ្មែរយើងរួមបញ្ចូលអញ្ចឹងចាំឲ្យលោកគ្រូភ្ញាក់ផ្អើលបន្តិចទៀតនៅពេលដែលការកែច្នៃរួមបញ្ចូលនឹងឧបករណ៍ភ្លេងខ្មែរយើងចាអូហ្នឹងហើយនឹងមួយផ្លេចលោកគ្រូចាអរគុណបងសុំបងសាយលោកគ្រូអញ្ជើញញ៉ាំនំខ្មែររបស់យើងលោកគ្រូខ្មែរយើងល្អណាស់ផ្ទះគណៈកម្មការភូមិគ្រឹះសស100នេះអត់ខ្វះទេលោកគ្រូពាក្យច្រើនគឺរចនាប័ទ្មខ្មែរចាលោកគ្រូមាននំពុំនំត្រៀបបាយនំចក្រច័ន្ទសមវាអត់ខ្ចោះហ្មងហ្នឹងចាលោកគ្រូចាល្អសំបីតែការរៀបដាក់មើលកែច្នៃទៅយើងមើលវាទំនងហើយដល់ពេលទំនងចឹងវានឹកឃើញចាលោកគ្រូដល់ប្រពៃណីអរិយធម៌របស់ខ្មែរយើងដែលលោកបានតតែងមកវាគ្មានចន្លោះប្រហោងទាំងណាវាមួយកន្លែងគឺល្អគ្រប់យ៉ាងចាតុនភ្លុនថ្លៃថ្នូរចាផុសផង់ចាវារួមផ្សំតាំងពីសម្លៀកបំពាក់តាំងពីការធ្វើទីតាំងអាទាហរណ៍ទៅដូចកន្លែងហ្នឹងអញ្ចឹងមែនទេគ្រូចាអូណាដល់ពេលវាអញ្ចឹងមកដល់គឺទទួលយ៉ាងទៀតល្អណាស់មួយជួយគ្រូចាលោកគ្រូចាលោកទឹកតែតិចទៅចឹងចាលោកគ្រូចាលោកគ្រូនំចាក់ចាំតិចទៅខ្ញុំប្រហែលជាយកនំពុំតិចលោកគ្រូលំពុំខ្មែរលោកគ្រូអាចភាសាតិចបានទេចាអរគុណលោកគ្រូអស់លោកម្ចាស់ទឹកចាក់ដីអើយជួយហូបជាមួយគ្នាទាំងអស់ណាឆ្ងាញ់ទេលោកគ្រូនេះលោកគ្រូអញ្ចឹងឆ្ងាញ់ទេលោកគ្រូនំខ្មែរយើងក៏សម្បូរបែបដែរលោកគ្រូចា
một lần dòng bài gì cha ca bị tôi vì để cái này lúc nó dùng pa đây đã bè nôm chặt cả chan đó trong kênh trong ban trong ban xong mai rồi ban pram cả ban mà tin nôm ban mà đông nấm tên nôm mai dân sầm bộ bài phái xong bay tại chân bọt té là cũng nhiều bọt téไปคลาcái mà đó có cái play nâng rút chết nôm mai dân sầm bộ bài phái chia cái ha tha thì và bắt thọ đó phô phong mà để dân miền nôm mai miền cái ha tha ra chả nào bọt để cái là cụ ơi ngay chả xa là cũng cha con nó đúng bà con cha chẳng những ai chập đàm bán nó đúng bà ការបញ្ចេញសមត្ថភាពរបស់បេក្ខជនទាំង 6X ក្នុងក្រុមចែកលីននឹងចូលទៅប្រឡងប្រជែងគ្នាជាបន្តបន្ទាប់ ពីសួរអូនចាគេមកអញ្ចឹងអង្គុយទាំងអស់គ្នាចាអាយយសោះស្អាតសោះសង្ហាជាសភាពបរិសុទ្ធភាពនារីណែអរគុណសុខសប្បាយអ្នកទាំងអស់គ្នាប៉ាគុំអ្នកទាំងអស់គ្នាមកកាន់វគ្គចាច់ហៅចាផ្ទះរបស់គណៈកម្មការចំពោះក្នុងវិញ្ញាសានឹងវគ្គនេះបងជឿជាក់ថាអ្នកទាំងអស់គ្នាអាចនឹងមានការផ្លាច់អារម្មណ៍ពីព្រោះនេះជា concept ក៏ដូចជាគេហៅថាវិញ្ញាសាដែលយើងត្រូវតែ challenge ខ្លួនឯងជាបន្តហើយជាពិសេសត្រូវការឲ្យពួកយើងទាំងអស់គ្នាយកសមត្ថភាពកម្លាំងកាយកម្លាំងចិត្តណាយកមកទាំងអស់គ្នាបងសុំបងសាយអើយបងអើយមានអីទទួលបងខ្ញុំបងអូអ្នកក្តៅនំពុំខ្មែរយើងហ៎អូចាអូខេមុនមកអូយចាចែកគ្នាញ៉ាំនំចាក់ចុលហើយនឹងនំក្រូចចាសិតតែនំខ្មែរយើងទាំងអស់ញ៉ាំមកអូនញ៉ាំផ្ទះបងសបោតាហ្នឹងហើយអ្នកបាកាសណាគេចង់បានបាកាសអូស៊ីហ្គេមញ៉ាំបាកាសហ៎មកចាំបងបាកាសដែរឆ្ងាញ់អត់អ្នកនរគ្នាឆ្ងាញ់ ប៉ុន្តែមុននឹងការប្រឡងប្រជែងមកដល់ចែកលីនបានចំណាយពេលជួបផ្ទាល់ជាមួយបេក្ខជនទាំង 6X ម្ដងម្នាក់ដើម្បីលើកទឹកចិត្តនិងចែករំលែកបទពិសោធន៍ផ្សេងៗរួមជាមួយការបង្ហាត់បង្ហាញគន្លឹះបច្ចេកទេសជាច្រើនសម្រាប់ជំនួយដល់កូនក្រុមរបស់គាត់ អារម្មណ៍ពេលនេះភ័យផងអរផងហ្មង ចាភ័យបានតែកុំឲ្យភ័យខ្លាំងពេក បាទជឿជាក់ថាវគ្គនេះអាចធ្វើបាន បបាក់ក៏មិនជាបបាក់បានសម្រាប់អ្នកទាំងពីរដែរដោយសារយើងមានសលេងមួយ still ម្នាក់ ហើយក្រៅពីនោះបេក្ខជនផ្ទាល់ក៏បានចំណាយពេលជាច្រើនគួរសមសម្រាប់ការហាត់សមដោយខ្លួនឯងពង្រឹងសមត្ថភាពដោយខ្លួនឯងមុនការប្រឡងប្រជែងមកដល់ មកយាយអ្នកទាំងពីរអារម្មណ៍ចាកាន់អីដូចគ្នាអត់ទេអារម្មណ៍ អារម្មណ៍ពេលនេះភ័យផងអរផងហ្មង ចាភ័យបានតែកុំឲ្យភ័យខ្លាំងពេក បាទ គេចំពោះបទចម្រៀងមួយបទនេះមានឧបសគ្គអីខ្លះទៅគឺណា បទនេះរៀងមានឧបសគ្គសម្រាប់ខាងនារីតិចក៏ដោយសារវាតង់ខ្ពស់ទៀតដែរ ចាតង់ខ្ពស់ទៀតដែរតែអត់អីទេរដងបងឃើញជួយណាធ្វើបានភាគរយល្អច្រើនតាគាត់ថាវាអាស្រ័យទៅលើអារម្មណ៍យើងផងសុខភាពយើងផងហើយការប្រឡងពេលជាក់ស្ដែងអារម្មណ៍យើងច្បុកច្បល់ផងឥឡូវមុននឹងទៅប្រឡងប្រកួតប្រជែងមុនទៅប្រកួតប្រជែងបងចង់ស្ដាប់បទនឹងកោកបន្តិចបងចង់ឲ្យពីជ្រឿងបងស្ដាប់តិចក្លូមានកន្លែងណាខុសតបបងជួយការតម្រូវ បាទ អូខេ បាទ អញ្ចឹងរៀម 1 2 3 អូខេ chẳng ách lọ lạnh thu thua lỡ lọ một miếng quân phiệp mà thà cho can tại cá ở chẳng ách chạy tục dòng đầy dường ở lư phong ở la ở miếng quân phiệp phòng để lại cho nên bông trong ấy chỉ riêng tông hoặc lạnh khổm là thầy dương trường lạnh khổm mới chuyện đo tông bạc nàng bị o rồi ở con này tầng pi bông xương cô nàng lo ở conសម្រាប់ខ្ញុំទាំងពីរនាក់មិនសូវជាតានតឹងទេដល់វគ្គនេះហើយ
ដោយសារតែខ្ញុំទាំងពីរនេះបានរៀបចំខ្លួនរួចជាស្រេចផងដែរ សង្ឃឹមថានឹងធ្វើឲ្យបានល្អដោយអ្វីដែលខ្ញុំទាំងពីរនាក់បានគិតទុក ហើយខ្ញុំក៏សង្ឃឹមថានឹងទទួលបានលទ្ធផលល្អពីចែកសុកសីឡាលីនដើម្បីបន្តទៅវគ្គបន្តទៀត បាទសួស្តីបងទាំងពីរជំរាបសួរ ជូលីណានិងចាន់ឯកអូ គេជើញមក ចាសូមអញ្ជើញ ណា សំគ្នាខ្ចោះ ដំបងជ្រៀងជាគូទៅមកសុំហើយនៅសង់តង់នៅខេណាចាប់រៀងពេញចិត្តអត់ ពេញចិត្តបង ចាគាត់ថាអ្នកទាំងពីរអាចធ្វើបានអត់ក្នុងវគ្គនេះ ធ្វើបាន ធ្វើបាន អូខេជូនបងប្អូនទាំងពីរជោគជ័យសំណាង អូនសំណាងអូបាទសូមជើញតោះណា ក្នុងក្រុមនាងខ្ញុំមានបេក្ខជនជាគោល 6 នាក់ ប៉ុន្តែក្នុង 6 នាក់ហ្នឹងក៏មានជាក្រុមដែរក្នុងមួយក្រុមហ្នឹងយើងគិតជាមួយម្នាក់ដូចគ្នាលោកគ្រូ អូក្រុមទូ3 2ដែរ3ណាក៏តែមួយដែរ ជំរាបសួរបង ចាជំរាបសួរចា អរគុណក្មួយអរគុណ មិនហើយជូលីណាចាន់ឯកសុខសប្បាយអូន សុខសប្បាយបង ចាអញ្ចឹងឥឡូវបងចង់ឲ្យអូនណែនាំខ្លួនទៅលោកគ្រូបន្តិចថាឈ្មោះអីមកពីណាឲ្យលោកគ្រូបានដឹង ចាខ្ញុំនាងខ្ញុំឈ្មោះអត់ជូលីណាមកពីខេត្តកំពង់ចាមបច្ចុប្បន្នមានអាយុ23ឆ្នាំ ខ្ញុំបាទលឹមហេងចាន់ឯកបាទមកពីខេត្តកណ្ដាលបាទអាយុ29ឆ្នាំហើយ 2នាក់2ខែដែរណា ពីខេត្តចា អរគុណ អ្នកទាំងពីរមានអារម្មណ៍យ៉ាងណាដែរមកដល់វគ្គចាក់ឆៅនេះ ពីរអ្នកខ្ញុំមានអារម្មណ៍ថារឿងក្តុកក្តួលដែរបងចាប្លែកអារម្មណ៍ហើយប៉ុន្តែមិនថ្មីខ្ញុំបានរៀបចំខ្លួនជាមួយនឹងបងចាន់ឯកជាស្រេចដើម្បីអត់ឲ្យបងខកបំណងជាមួយពួកខ្ញុំ ហើយចំពោះការរៀបចំខ្លួនបែបនេះយល់យ៉ាងណាដែរចាន់ឯក ស្អាតបង ប្លែកខ្លួនឯងមែនអត់ ហើយនៅពេញចិត្តលើសម្លៀកបំពាក់បងស្អាតបាទ ព្រោះមិនងាយទេមែនទេលោកគ្រូមិនងាយថាការប្រឡងចម្រៀងយើងប្រឡងតែចម្រៀងហើយក៏យើងប្រឡងនៅទស្សនីយភាពនិងរូបភាពចាអញ្ចឹងសង្ឃឹមថាថ្ងៃនេះបងនឹងធ្វើឲ្យបានល្អហើយបញ្ចេញសមត្ថភាពចំពោះមុខបងជាគណៈកម្មការក៏ដូចជាលោកគ្រូដែលលោកគ្រូជាព្រឹទ្ធាចារ្យចម្រៀងបុរាណដូចគ្នាអញ្ចឹងថ្ងៃនេះលោកគ្រូនឹងអាចមានការណែនាំបងប្អូនខ្លះៗហើយនេះជាបទពិសោធន៍មួយក៏ដូចជាគេហៅថាអនុស្សាវរីយ៍ដ៏ល្អដែលយើងបានលោកគ្រូចូលរួមណា បាទបង ចាអញ្ចឹងត្រៀមខ្លួនហើយនៅ ហើយបង អញ្ចឹងចាប់ផ្ដើម បែកគ្នាយូរពេកឡើងផ្លិចមុខអូនតែនៅដឹងស្ងួនជាអ្នកណា ជួបមុំមកភ្លីចង់នួលដាច់ភ្នែកមានអារម្មណ៍ថាលែងចង់ស្មានតែលោកនេះលែងមានអូនហើយទើបបន់ដោយចិត្តជ្រឹងគេហួង ពីធ្លាប់សន្យាតើណាបាត់អូនពុំបានឆ្នាំសោះបងបដូរគ្មានសាជីវិតនេះគ្មានផ្លូវណាលោកនេះគ្មានកន្លែងទៅបានត្រឹមហើយអាណិតត្រឡប់តាមខ្ញុំ គ្រប់យ៉ាងកើតឡើងតន់ហន់ទាំងបងក៏គិតមិនដល់ភាពឯកាសំរុកចូលឲ្យបងប្រែ តែសុំបងកុំពពកឲ្យអូនជ្រលក្រំភ្លើងទុំដូចជួបគុំម៉ែដងគ្មានអ្នកមើលថែ អូនត្រូវប្រឹងទុំជុំហោគិតថាបងស្លាប់បានទេធ្វើមិនគេជាប្រពន្ធបងទេហើយ ជីវិតនេះគ្មានផ្លូវណាលោកនេះគ្មានកន្លែងទៅបានត្រឹមហើយអាណិតត្រឡប់តាមខ្ញុំ គ្រប់យ៉ាងកើតឡើងតន់ហន់ទាំងបងក៏គិតមិនដល់
ភាពឯកាសំរុកចូលឲ្យបងប្រែ តែសំមងកងបងបងឲ្យអូនជ្រោកក្រំភ្លើងទុំដូចជួបគុំម៉ែនងគ្មានអ្នកមើលថែ អូនត្រូវប្រឹងទុកជុំហរគិតថាបងស្លាប់បានទេធ្វើមិនគេជាប្រពន្ធបងទៅហើយ ស្មានតែលោកនេះលែងមានអូនហើយទើបបនដោយចិត្តជ្រឹងគេអ៊ូ ពីធ្លាប់សន្យាតើណាបាត់អូ អូនបានឆ្នាំសងបងបដូរគ្មានសល់ ជីវិតនេះគ្មានផ្លូវដើរលោកនេះគ្មានកន្លែងទៅបានត្រឹមហើយអត់ត្រឡប់តាមខ្យល់ គ្រប់យ៉ាងកើតឡើងតន់ហន់ទាំងបងក៏គិតមិនដល់ភាពឯកាសំរុកចូលឲ្យបងប្រែ ក្តីសោកមកកំពងឲ្យអូនជ្រោកក្រំភ្លើងទុំដូចជួបគុំម៉ែនងគ្មានអ្នកមើលថែ អូនត្រូវប្រឹងទុកជុំហរគិតថាបងស្លាប់បានទេធ្វើមិនគេជាប្រពន្ធបងទេហើយអូនត្រូវប្រឹងទុកជុំហរគិតថាបងស្លាប់បានទេធ្វើមិនគេជាប្រពន្ធបងទេហើយ អរគុណអ្នកទាំងពីរអរគុណអូមមនុស្សចេតនាមិញបើមើលយើងមើលទៅរូបភាពនៃការសម្ដែងណាលងលោចលោកគ្រូមានយោបល់យ៉ាងណាដែរលោកគ្រូ ខ្ញុំវាស្ដាប់ទៅវាជក់អារម្មណ៍ធ្លាប់តាចម្រៀងបុរាណតែដល់ពេលក្មួយជាងសម័យបញ្ចូល លេខបញ្ចូលឧបករណ៍ ឧបករណ៍បុរាណមកនៅក្នុងនឹងវាដែតវាដងវាដំទៅសំនឹងនៃខ្លឹមសារនៃចម្រៀងរបស់ក្មួយកាយវិការរួមផ្សំផងខ្ញុំរំភើបរបស់ក្មួយអរណាស់ហើយក្មួយធ្វើបានល្អច្រើនតាំងពីកាយវិការតាំងពីសម្លេងទៅមើលទៅទឹកដមសម្លេងហើយវាស៊ីគ្នាមើលទៅល្មមសំរុំល្អក្មួយអរមែនសាសុំសរសើរ អរគុណលោកគ្រូ ចាអរគុណលោកគ្រូលោកគ្រូគាត់មានបទពិសោធន៍ផ្នែកបុរាណអញ្ចឹងគាត់មើលឃើញជាការសម្ដែងនិងការប្រើប្រាស់នេះបើមែនតែនវាសឹងតែដូចយើងច្រៀងគោកដែរលោកគ្រូពីព្រោះយើងប្រើមីក្រូហ្វូនទូចទេ បាទ អញ្ចឹងចំពោះអ្នកទាំងពីរបងសរសើរនៅការខិតខំប្រឹងប្រែងសម្ដែងហើយច័ន្ទឯកសំឡេងកម្លាំងស្មើល្អសម្រាប់បងណាប្រយ័ត្នតែកន្លែងក្រោមឯងបងមានអារម្មណ៍ថារៀងកាល់ទៅពេលសមទៅអត់សូវលឺចាអញ្ចឹងយ៉ាងហោចណាស់ក៏យើងព្យាយាមធ្វើអត់មានលេចចេញជាកំហុសដែរគាត់ថាកម្រិតនៃការធ្វើខាងក្រោមយើងនឹងដូចវាកាល់ខ្លាំងពេកដៀងស្ទើរបន្តិចគេសម្រាប់បងតែធម្មតាវាទៅលើដូចថាវាអស់កាល់ វានៅកាល់តិចទេអូនតែអាចទទួលយកបាន ចាអាចទទួលយកបានហើយជូលីណាកន្លែងស្រែកអត់អីទេដូចមានអារម្មណ៍ថាច្បឺតចេះច្បឺតប៉ុន្តែបងចង់ឲ្យជូលីណាតាមពិតមែនតើយើងច្រៀងបែបនេះបើសំឡេងយើងមានប្រមាណយើងព្យាយាមមកអស់មកព្រោះមែនតើមិញរំលេចជាមួយនឹងត្រហើយនឹងស្គរទៀតអញ្ចឹងតែយើងខ្សោយជាងឧបករណ៍ភ្លេងស្ដាប់ទៅវាតិចសំឡេងយើងភាសាដែលដូចជំនាន់មុនគេថាប្រឡងច្រៀងគោកចាច្រៀងគោកហ្នឹងគឺត្រូវប្រយ័ត្នហ្មងយើងត្រូវលៃសំឡេងយើងទាំងកម្លាំងជាពិសេសគេហៅថាថ្នមតែមិនមែនខ្សឹបទេត្រូវទេលោកគ្រូចាអញ្ចឹងអ្នកទាំងពីរអត់អីគ្រាន់តែថាបើបងចង់ឲ្យបន្ថែមធម្មពលជូលីណាបន្តិចចាតែអរគុណអ្នកទាំងពីរអញ្ចឹងយ៉ាងណាច្រើនល្អណាស់ប្រឹង លទ្ធផលបន្តិចទៀតបងនឹងប្រាប់អ្នកទាំងពីរណាអរគុណលោកគ្រូជូនកូនអរគុណ សូមសរសើរធ្វើបានល្អមកបងទាំងពីរសូមសរសើរ ជូលីណានិងច័ន្ទឯក ចូលអារម្មណ៍ក្នុងបទចម្រៀងហ្មង កាន់ទៅស្រីនេះបើកឆាកមករំ ទៀតណាហាត់រំហ៎ ចាខ្ញុំដោយសារខ្ញុំធ្លាប់ជាអតីត
អ្នកតាអ្នករបាំ រៀនស្លាមួយជុំចិត្ត អូ ចាំស្លាប់ដែរเนาะអូខេឥឡូវចាំស្ដាប់លទ្ធផលចាំស្រួលអរិយាប័នសម្រាប់ ចឹង ពិ ជូ ចារ ន ណា ពរអ្នកទាំងពីរសំណាងល្អណា អរគុណសំណាងល្អអូន ចា អញ្ជើញ X-Factor Cambodia រដូវកាលទី2